បាទថ្ងៃនេះទទួលបានសំណួរមួយនៅក្នុង Telegram ដែលបងប្អូនយើងគាត់សួរថាមានកង់កាឡាកាប់បោះ60ខ្សែណារៀងកាឡារៀងទៀបបាទអញ្ចឹងដូចនៅក្នុងវីដេអូដែលខ្ញុំថតបង្ហាញជូនបងអញ្ចឹងគឺរង្វង់កង់នេះ 14.9 ដល់ 28 ដែលរង្វង់ស្តង់ដារ60ខ្សែអញ្ចឹងគឺ 16.928 អញ្ចឹង 14.928 ហេតុតែកាឡាវាខ្ពស់មែនប៉ុន្តែកម្ពស់វាទៀបបាទកម្ពស់នេះគឺស្មើជាមួយនឹងកង់ស្គម60ខ្សែដែរបាទ1.3 ម៉ែត្រទឹកជាងបងបាទហើយសម្រាប់ពទាកង់នេះវិញគឺ3ទឹក90 74ទឹកអញ្ចឹងសម្រាប់កង់ M60 ខ្សែបើតាមការ recommend ការណែនាំពីខ្ញុំទៅវិញគឺបងគួរតែប្រើ 16.9 ដល់ 28 ទៅប៉ុន្តែបើសិនជាបងចង់បានកម្រិតឆ្ងាយបែបនេះដូចវីដេអូខ្ញុំថតបង្ហាញជូនបងអញ្ចឹងជាធម្មតាកង់កាឡាខ្ពស់របស់60ខ្សែនៅពេលដែលដាក់ទៅគឺវាគៀកកបាំងផុកប៉ុន្តែ 14.28 ដាក់ទៅគឺវារៀងកម្រិតឆ្ងាយពីកបាំងផុកដែរអញ្ចឹងវាជួយមិនសូវឲ្យកង់បងជាប់ទៅនឹងផុកល្បាប់អីចឹងណាប៉ុន្តែបើតាមខ្ញុំជួបជាមួយអ៊ំប្រុសមិញខ្ញុំជជែកមួយគាត់ទៅគាត់ថាគាត់ដាក់កង់នេះទៅរៀងពិបាកប្រើជាងកង់16.928បន្តិចបាទសម្រាប់បងប្អូនដែលធ្លាប់ប្រើកង់ត្រាក់ទ័ររង្វង់ 14.9 ដល់ 28 នេះនៅលើត្រាក់ទ័រ M60 ខ្សែមានបទពិសោធន៍បន្ថែមអីយ៉ាងណាបងប្អូនអាចជួយខមមិននៅខាងក្រោមវីដេអូនេះបានបាទថាបងប្អូនប្រើទៅហើយស្រួលឬក៏ប្រើទៅហើយពិបាកត្រង់ចំណុចណាមួយបងប្អូនអាចចែករំលែកជាមតិយោបល់បានអញ្ចឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាហើយជួបគ្នានៅវីដេអូបន្តទៀតបាទ